វីដេអូខាងលើនេះគឺគេពមៀនយ៉ាងច្បាស់អំពីការលោតទឹកឬក៏លោតពីទីខ្ពស់ចូលទឹកនេះជាក់ស្ដែងដូចបរទេសអញ្ចឹងគឺភាគច្រើនគឺគេចូលចិត្តលក្ខណៈលេងលបែងកំសាន្តផ្សងព្រេងបែបគ្រោះថ្នាក់អីចឹងណាអញ្ចឹងត្រឡប់មកនៅស្រុកយើងវិញគឺតែងតែឃើញហើយនៅស្ពានជ្រោយយ៉ាវ៉ាជិតផ្ទះខ្ញុំនេះគឺថាសម្បូរមែនទែនព័ត៌មានរហូតឃើញទឹកមួយរយៈនេះទេគឺស្ងាត់អញ្ចឹងថានៅពេលដែលលោតនៅពេលដែលទឹករាក់អញ្ចឹងកម្ពស់ពីលើស្ពានទៅទឹកគឺវាមានកម្ពស់ខ្ពស់មែនទែននៅពេលដែលលោតហ្នឹងវាមិនមែនបញ្ហាតែលងទឹកមកមុខទេគឺគ្រាន់តែលោតទៅក្នុងខ្លួនរបស់យើងគឺស្រិតមកតង់មួយទៀតមិនថាដៃជើងឬក៏អវយវៈរបស់យើងផ្នែកណាមួយនៅពេលដែលលោតទៅដោយសារតែយើងមិនមែនអ្នកជំនាញអញ្ចឹងយើងលោតនឹងដើម្បីបញ្ចប់ផងគឺថាខុសតែតម្រងណាមួយឧបមាដោយវីដេអូនេះអញ្ចឹងត្រូវតែផ្នែកមួយដែលខុសបច្ចេកទេសត្រូវតែជើងគឺថាហើមស្វិលតែម្ដងអញ្ចឹងចង់ហែលក៏ហែលអត់រួចដែរអញ្ចឹងនេះហើយគឺជាកត្តាដែលបង្ហាញថាដាក់ទៅភ្លឹងដាក់ទៅបាត់អត់កម្រមានអ្នកដែលដាក់ទៅអាចផុសមកវិញហើយវីដេអូនេះពុំមានដល់អ្នកដែលមានបំណងផងដែរបើមិនជាគិតថាគ្រាន់តែចង់កំឡាយគេទេកុំទៅសាកកន្លែងហ្នឹងព្រោះមានឱកាសបកក្រោយទេគួរតែពិចារណាខុសត្រូវអីនិយាយគ្នាសិនទៅបាទ